ខ្ញុំគិតថាទោះបីជាបច្ចេកទេសវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក៏ដោយប្រែប្រួលអភិវឌ្ឍពីផ្ទះស្លឹកមកផ្ទះថ្មពីផ្ទះថ្មទៅផ្ទះរាប់សិបជាន់ក៏ដោយពីវិធីសាស្ត្ររត់សារតាមសេះឥឡូវតាម Telegram ក៏ដោយប៉ុន្តែបញ្ហាសង្គមមនុស្សនៅដដែលទំនាក់ទំនងរវាងមនុស្សនិងមនុស្សរាប់ពាន់ឆ្នាំមុនដែលគម្ពីរទាំងអស់ចេញសរសេរចេញមកដើម្បីគ្រប់គ្រងទំនាក់ទំនងមនុស្សរាប់ពាន់ឆ្នាំមុនមកដល់ឥឡូវក៏នៅតែត្រឹមត្រូវបាននៅមានតម្លៃចឹងបើនៅបញ្ហាមនុស្សបញ្ហាទំនាក់ទំនងមនុស្សចិត្តសាស្ត្រអារម្មណ៍អរិយាបថមនុស្សអត់ប្រែប្រួលទេប្រែប្រួលតែបច្ចេកទេសវិទ្យាសាស្ត្រប៉ុណ្ណឹងទេយ៉ាងហើយការគ្រប់គ្រងថែរក្សានៅអរិយាបថគុណតម្លៃរបស់មនុស្សនេះគឺជាកិច្ចការសំខាន់ជាពិសេសក្នុងសម័យទំនើបដែលគិតគូរពេលខ្លះប្រកួតប្រជែងនៅក្នុងការដណ្ដើមយកឈ្នះគ្នាចង់បានអាណាមានជាងពីណារលុយបានច្រើនជាងពីណាបាន like view ច្រើនជាងនៅក្នុង Facebook សុខចិត្តហ៊ានធ្វើអ្វីៗទាំងអស់ប៉ះពាល់ទាំងតម្លៃសីលធម៌វប្បធម៌ពេលខ្លះតម្លៃជាស្ត្រីខ្មែរផងបើយើងលែងគិតអំពីសីលធម៌គុណធម៌យើងគិតតែពីអាជ្រុងនោះប្រហែលជាតិចទៀតតប៉ាត់តបាយហើយនេះគឺជាកត្តាសំខាន់ដែលថារាប់ពាន់ឆ្នាំមុនប្រជាពលរដ្ឋ10រាប់ពាន់ឆ្នាំក៏មានអ្នកអូស៊ីជំនាន់មកថា1000ឆ្នាំមុនដែលព្យាយាមប្រើវិធីសាស្ត្រដូចគ្នាឡើយតែគេមានក្រុមមួយដែលថាគ្រប់គ្រងទៅដោយការអប់រំសីលធម៌គុណធម៌